ខ្ចីហិរក្តៅតែមានប្រយោជន៍ខ្ចីជាបន្លែរុក្ខជាតិដែលជនជាតិខ្មែរយើងបានស្គាល់យូរយារណាស់មកហើយយើងអាចយកវាមកប្រើធ្វើជាអាហារឱសថនិងភេសជ្ជៈសុខភាពរសជាតិពិសេសរបស់ខ្ញីគឺស្ថិតនៅលើជាតិហិរក្តៅដែលយើងនាំយកទៅធ្វើអាហារទាំងចម្លាបនិងបង្អែមខ្ញីជាដំណាំដាំដុះល្អនៅតំបន់ក្តៅផ្នែកខាងគល់របស់ខ្ញីដែលកប់នៅក្នុងដីនិងវិវត្តក្លាយទៅជាមើមខ្ញីវាមានបែកខ្នែងជ្រងច្រាងដូចម្រាមដៃសាច់មើមខាងក្នុងមានពណ៌លឿងស្ទើរបៃតងចំណែកស្លឹកវិញមានពណ៌បៃតងនិងមានទម្រង់ដូចផ្លែលំពែងក្នុងការដាំខ្ញីយើងចាំបាច់សំរងយកពូជល្អដោយជ្រើសរើសទិញមើមខ្ញីដែលមានពន្លកខ្នែងច្រើនសាច់មិនទន់សម្បកស្បែករលោងនិងថ្នាំមើមញឹកពុកខ្នែងធំមូលយកមើមខ្ញីដែលរើសសម្រាំងហើយនេះមកកាត់បំបែកខ្នែងនីមួយឲ្យមានពុកសម្រាប់ដុះប្រមាណ3-4រួចហើយយកទៅកប់ដីជម្រៅប្រមាណ5សង់ទីម៉ែត្រយើងដាំផ្ទាល់នៅលើដីឬដាក់ដាំក្នុងជើងខ្នាតធំក៏បានដែរខ្ញីអាចប្រមូលផលបានបន្ទាប់ពីដាំបានប្រមាណ10-12 ខែអាហារនិងផលប្រយោជន៍ផ្នែកឱសថយកខ្ទឹមដំឲ្យបែកល្មមហើយយកទៅស្ងោររហូតដល់ទឹកខ្ញីចេញអស់ពីមើមយកវាទៅត្រងយកកាក់ចេញហើយយកទៅលាងជាមួយតៅហ៊ូសម្រាប់ធ្វើបង្អែមឬយកទៅធ្វើជាភេសជ្ជៈដោយដាក់លីស្ករឲ្យផ្អែមល្មមសម្រាប់អាហារចម្អាបគេអាចធ្វើពីខ្ចីបានជាច្រើនមុខដូចជាឆាខ្ញីសាច់មាន់សាច់គោសាច់ជ្រូកឬឆាខ្ញីសាច់អន្លង់ជាដើមខ្ញុំមានសារធាតុទប់ស្កាត់ជំងឺមហារីកទប់ស្កាត់អុកស៊ីតកម្មនិងអាការចិត្តសោកសៅខ្ញីអាចជួយការពារនិងបំបាត់អាការឈឺក្បាលដែលបណ្ដាលមកពីជំងឺប្រកាំងជួយកាត់បន្ថយការហូរចេញនូវអាស៊ីតក្នុងក្រពះអាហារខ្ចីជួយឲ្យរាងកាយដើរខ្យល់ស្រួលទឹកប្រមាត់ដំណើរការល្អកាត់បន្ថយការកន្ត្រាក់នៃពោះវៀន